បាទជំរាបសួរពុកម៉ែបងប្អូនអរគ្នាបាទហើយថ្ងៃនេះដែរបាទមានទៅប្រទាលចង់បង្ហាញនៅប្រទាលពីរមុខដើម្បីឲ្យពុកម៉ែបងប្អូនអរគ្នាបានស្គាល់ហើយនឹងជាបទពិសោធន៍មួយដែរในការដាំប្រទាលហើយប្រទាលនេះគឺខាងភូមិភាគឦសានខាងទឹកដីខេត្តរតនគិរីគាត់មានជំនឿច្រើនទៅលើប្រទាលពីរប្រភេទហ្នឹងបាទហើយមានជំនឿមុតដែរទៅលើប្រទាលពីរប្រភេទនេះគឺជួយផ្នែកខាងការពារនៅឧបទ្រពទាំងឡាយដែលមិនល្អនេះបាទនេះគឺប្រទាលបល័យខ្មៅបាទពុកម៉ែបងប្អូនប្រទាលបល័យខ្មៅគឺក្លិនដូចដើមបល័យសុទ្ធសាធបាទក៏ស្លឹកវានេះក៏យើងលើកហ្នឹងក៏មានក្លិនបល័យដែរនេះបាទហើយធំណាស់ដើមបើយើងដាំនៅក្នុងដីអញ្ចឹងវាល្អខ្លាំងមើមក៏ធំហើយដើមវាធំតែបើយើងដាំក្នុងផើងបើយើងដាំក្នុងផើងខ្ញុំបានដាំក្នុងផើងមួយដែរទៅវិញនេះខ្ញុំដាំក្នុងផើងដាំក្នុងផើងអញ្ចេះដើមអត់ធំទេដើមតូចនេះដើមវាតូចនេះដុះមកនេះបាទបល័យខ្មៅបាទគឺដុះល្អនេះកោដើមគឺមើមវាខ្មៅតែម្ដងបាទវាមិនខ្មៅខ្លាំងទេគេគាត់ថាវាខ្មៅហើយក្លិនវាគឺក្លិនបល័យក្លិនវាគឺបល័យយើងយ៉ាងម៉េចគឺដូចហ្នឹងឯងក្លិនដូចគ្នាតែថាចឹងគឺដាំនៅនឹងផើងចេះវាអត់ធំទេដើមវាទូចដើមវាទូចត្រឹមជាកេះអីអស់តែដល់ពេលយើងដាំនៅនឹងដីបាទដាំក្នុងដីចេះវាល្អខ្លះហើយជីវជាតិវាគ្រប់គ្រាន់ហើយមើមវាក៏ល្អដែរមើមវាធំបាទហើយចំពោះបល័យខ្មៅនេះពុកបងប្អូនមួយចំនួនគាត់នឹងស្គាល់ច្រើនបាទបល័យខ្មៅនេះគឺជួយការពារនៅមនុស្សតែបាននេះជំរឿនខ្ញុំបង្ហាញកន្លែងនេះគឺមើមបាទមើមបល័យខ្ញុំក្តាច់នេះខាងលើណាចុងខាងលើចឹងវារាងស្វាយចុងខាងលើមួយរាងស្វាយវារាងស្វាយតែមើលមុខវាចាស់បានវារាងខ្មៅហើយក្លិនវាគឺក្លិនបល័យតែម្ដងហើយប្រទាលនេះវាមានអានុភាពច្រើនពីបុរាណចាស់បុរាណគាត់តែងស្វែងរកបល័យខ្មៅនេះខ្លាំងតែបល័យខ្មៅមានប្រភេទលេខ1លេខ2ហើយនេះប្រភេទខ្ញុំដាំគឺប្រភេទលេខ2ទេបាទគាត់ថាខ្ញុំដាំដើម្បីលម្អក្នុងផ្ទះផងហើយនឹងជាប្រទាលដែលជួយការពារនៅឧបទ្រពទាំងឡាយទាំងពួងកុំឲ្យចូលនៅបរិវេណផ្ទះយើងហើយនេះដែរខ្ញុំចង់បង្ហាញនេះគឺមាន2ប្រទាលបាទនេះពុកម៉ែបងប្អូនទាំងអស់គ្នាចាំមើលទាំងអស់គ្នាបាទហើយនេះពុកម៉ែបងប្អូនខ្លះមួយចំនួនលោកនឹងស្គាល់ប្រភេទនេះនៅខាងទឹកដីភូមិភាគឦសានខាងខ្ញុំបានគេហៅថាប្រទាលមហាស្នេហ៍ប្រទាលនេះពេលដែលមានផ្កាពេលណាតែងតែមាននៅលៀបផ្កាដាក់ចូលពេលដែលមានផ្កាពេលណាតែងតែមានលុយកាក់ហូរចូលបាទនេះមិនមានផ្កាច្រើនបាទអញ្ចឹងផ្កាពេលណាមានលុយហូរចូលតែតជារៀងរាល់ថ្ងៃហើយក្នុងមួយគុំមួយដើមនេះផ្កាបើវាចេញផ្កាហើយគឺផ្កាចង់រងហើយវាផ្កាចេញ1 2អស់វាចេញ1 2ទៀត1 2អស់ចេញ1ទៀតហ
ហើយបើបងប្អូនខ្មែរយើងមួយចំនួននឹងស្គាល់ហើយប្រភេទប្រទាលនេះយើងខាងនៅខាងស្រុកក្រោមបាទខាងបងប្អូនហៅថាប្រទាលថ្លើមឆ្កែខ្មៅបាទប្រទាលថ្លើមឆ្កែខ្មៅនេះវាមានផលប្រយោជន៍ច្រើនបាទទី1ប្រទាលនេះជួយការពារនៅអំពើបំពាន់ផ្សេងៗបាទទី2ប្រទាលនេះជាប្រទាលដែលនាំលៀបនាំជ័យស្រីដល់ផ្ទះពីបុរាណឡើយលោកប្រើប្រទាលនេះច្រើនប្រភេទហើយបើប្តីប្រពន្ធអត់សូវត្រូវគ្នាតែងតែមិនសូវចោះសម្រងគ្នាចាស់បុរាណលោកឲ្យយើងកាត់ស្លឹកនេះកាត់យកស្លឹកប្រទាលនេះគឺទៅដាក់ក្រោមខ្នើយឬមួយក្រោមពូកដេកឬក្រោមកតេលបើពីបុរាណគេហៅដាក់ក្រោមកតេលដេកឬក្រោមខ្នើយដេកនេះឯងអញ្ចឹងហើយប្តីប្រពន្ធពួកគាត់ច្រើនតែមិនចេះឆ្លោះនេះទេតែតែត្រូវគ្នាស្រស់ស្រួលចិត្តគ្នាបាទគឺអានុភាពនៃប្រទាលនេះឯងបាទហើយចំពោះមើមវិញបាទមួយខ្ញុំមើមនៃប្រទាលនេះមានអានុភាពផ្នែកដូចខ្ញុំនិយាយផងហើយមានបងប្អូនមួយចំនួនខ្លះលោកយកទៅដាក់នៅក្នុងកាបូបលុយកាបូបអីបាទគឺសម្រាប់ឲ្យមានទ្រព្យហូរចូលបាទនេះផ្នែកជំនឿនៃប្រទាលហើយមើមប្រទាលនេះដែរបុរាណលោកប្រើទៅជាឱសថទៀតជាឱសថយើងយកមើមនៃប្រទាលបាទហាន់ស្ដើងទៅហើយយើងយកទៅហាលថ្ងៃក្រៀមរឹងតែដីឆ្កាស់ដល់ឲ្យក្រៀមរួចហើយយកបុកឲ្យម៉ត់ឬក៏កិនបងប្អូនកិនក៏បានបុកក៏បានបាទកិនក៏បានបុកក៏បានរួចហើយយកទៅដាក់ឆុងឲ្យក្រៀមបុកម៉ត់ឲ្យក្រៀមហើយយកទៅបុកម៉ត់ឬក៏កិនឲ្យម៉ត់រួចបងប្អូនយកទៅឆុងធ្វើជាតែដើម្បីផឹកបាទគឺជំនួយដល់សុខភាពយើងជួយលាងតម្រងនោមផងហើយនឹងជួយជាបាលនៅអ្នកជំងឺទាំងនោមផ្អែមផងបាទគឺមានប្រយោជន៍ច្រើនបាទតែនេះឆ្កឹះបានប្រអីនេះឆ្កឹះលោកដៃឆ្កឹះអត់ចេញហើយមើមវាខ្មៅមើមខ្លះខ្ចីវានឹងស្វាយហ្នឹងមើមខ្លះទៅខ្មៅក្រិបតែម្ដងហើយបើឆុងតែស្អាតមើលទៅពណ៌ស្អាតពណ៌ខ្មៅស្វាយទឹកបាទនេះកន្លែងនេះមានមើមចាស់វាកោឡើងលើជាមួយឆ្កឹះវាហើយអត្ថប្រយោជន៍នៃប្រទាលនេះខ្ញុំបានរាយរាប់មិញនោះមាន 3-4 ចំណុចហ្នឹងបាទគឺមានរឿងល្អច្រើនបាទហើយជាពិសេសខ្ញុំបាទដាំនេះមិនជាច្រើនប្រហែលទេមានបងប្អូនមួយចំនួនគាត់មកសុំចែកចូលទៅកាត់ទៅដាំខ្លះដែរអញ្ចឹងទៅនៅសល់ដែរតែពីមុនច្រើនកន្លែងនេះនេះនៅជាស្រ័យពុកម៉ែបងប្អូនបងស្រីថ្ងៃនេះខ្ញុំថតផ្ទះខ្ញុំនៅជាប់ផ្លូវដល់ពេលយើងដំបងម៉ូតូចេញចូលច្រើនពេលខ្លះនិយាយទៅស្ដាប់គ្នាអត់សូវឮបាទនេះប្រទាលបាទមើលជាមួយក្តាច់នេះម៉ែបងប្អូនឃើញវាខ្មៅរបៀបនេះបាទមកคลิกតែមកបើនៅថៃបាទនៅប្រទេសថៃគឺគេជនគេនោះគេហៅថាប្រទាលខ្មៅប្រទាលខ្មៅនេះនៅបែកខាងលិចហ្នឹងគេនិយមប្រើច្រើនជាពិសេសប្រភេទលោកគ្រូអ្នកគ្រូផ្នែកមន្តអាគមបាទគាត់យកធ្វើជាប្រទាលអាគមផ្សេងបកែច្រើនក្នុងផ្លូវរបស់គេតែបើយើងអានេះគឺមានជំនឿមួយផ្នែកប្រទាលនេះជួយខ្លាំងផ្នែក
ខាងរ៉ូស៊ីបាទខាងរ៉ូស៊ីខាងលក់ដូរអីវ៉ាន់ដាច់ឬក៏អាជីវករផ្សេងឬអ្នកនៅតាមផ្ទះក៏អាចដាំបានដែរបាទដាំដើម្បីឲ្យមានលៀបមានជ័យប្រទាននេះណាបាទហើយបុរាណខ្មែរយើងមកនៅក្នុងក្បួនតម្រាប្រទាននេះគេហៅថាប្រទានថ្លើមឆ្កែខ្មៅបាទមើលតាកន្លែងនេះខ្ញុំបានក្តិចមិនហើយបាទមើលខ្មៅคลิกតែមើលចំណុចដែលខ្ញុំដាក់គឺខ្មៅคลิกបាទហើយវីដេអូមួយហ្នឹងគឺមានតែប៉ុណ្្នឹងទេវីដេអូនេះគឺជាការធ្វើវត្តបង្ហាញពាក់ព័ន្ធប្រទាលពីប្រភេទបាទហើយសុទ្ធតែជាប្រទាលដែលកម្រប្រទាលដែលមិនសូវមានអ្នកតាមហើយអ្នកខ្លះដាំអត់ស្គាល់ពីអានុភាពនៃប្រទាលណាបាទហើយនេះក៏អានេះគឺប្រទាលអង្គរជុំបាទអង្គរជុំតូចសត្វហើយប្រទាលខាងលៀបខាងមកនិយមបាទហើយវីដេអូនេះមានតែប៉ុណ្្នឹងទេបាទអរគុណដល់ពុកម៉ែបងប្អូនអរគ្នាបានទស្សនាវីដេអូមួយនេះហើយវីដេអូមួយនេះដែរខ្ញុំបានធ្វើនៅក្នុងថ្ងៃនេះឯងដើម្បីផុសឲ្យបងប្អូនបានទស្សនាហើយនឹងស្វែងយល់អស់គ្នាហើយនឹងវាប្រកបនៃអត្ថប្រយោជន៍នៃប្រទាលនេះហើយអរគុណបងប្អូនអរគ្នាបាទហើយសម្រាប់អ្នកមិនតបានចុច Subscribe សូមជួយចុច Subscribe ដល់គ្នាហើយនឹងសញ្ញាកណ្ដឹងបាទដើម្បីទទួលបានវីដេអូថ្មីរាល់ពេលដែលខ្ញុំបានផុសក្រោយបាទអរគុណច្រើនពុកម៉ែបងប្អូនអរគ្នាបាទសូមជម្រាបលាសុខសប្បាយដល់គ្នាបាទ